Doku tới Doku and a shot Jeremy Doku Mùi crop bật hả The best goal by Phil Foden ឥឡូវរបស់ក្រុមបាល់ទាត់ Manchester City ឱកាសរបស់ Haaland សុំមកចូលនេះចូល2-0ក្រុមមកចា Doku បត់មកកណ្ដាលវិញអាយយ Haaland ប៊ីសនឹង3-0បានគោបុកជាមួយនឹងបកគោទីទៅមើល11នេះរបស់ Man City មុនមានចាំទី Donnarumma បន្ទាប់មកមាន Gusno មាន Ruben Dias មាន Josko Gvardiol ហើយនិង Aureli 3បន្ទាប់ទៀតមាន Bernardo Silva មាន Rodri មាន Tachni Raider 3នៅខាងលើនោះគេមាន Phil Foden Jeremy Doku ហើយនិង Erling Haaland ហើយ form នេះរបស់ក្រុមបាល់ទាត់ Man City ជំនេះគឺលេខ 4-3-3 ដឹកនាំដោយលោក Pep Guardiola ជំនាញអេស្ប៉ាញ Man City គឺលេងអត់ខ្វល់ 4-3-3 គ្រូណាដូចគ្រូណាដែរ 4-3-3 គឺលេងតែអញ្ចឹងគឺលេងតម្រង់ប្រយុទ្ធចំហ្មងហើយកន្លែងទៅមើល Man U វិញយប់នេះមានគ្រូមួយវឹកគឺលោក Ruben Amorim 3-4-2-1 ទៀតហើយបន្ទាប់មកមានអ្នកចាំទី Altay Bayender Sanchez Tuki Yoro Delise Luke Shaw Masroy Fernandes Emmanuel Ugarte ហើយនិង Patrick Doku ដូចគេមួយ Jeremy Doku ឯនេះ Patrick Doku Amadelo ចាប់ដៃគូជាមួយ Brian Ambomo Striker មួយម្នាក់ទៀតគឺ Benjamin Sesko ទម្រង់លេងរបស់ Manchester United ជំនេះ 4-2-3-1 សន្តិសុខមាន Tom Hatton មាន Zeni Lerman មាន Harry Maguire មាន Jose Zezi មាន Casemiro មាន Eddie Howe មាន Taylor Ferguson ហើយនិង Leon Rodri Dokuទៅ Doku and a shot Jeremy Dokuមួយគ្រាប់បាត់ទៅហើយ The best goal by Phil Foden Phil Foden នេះជាអ្នកគេហៅថា the header on scorer for this game Manchester Derby Phil Foden មិញគាត់តែចង្វាក់លេងបែបគេហៅថាមួយខ្ចីជើងទៅមកដូរខាង Phil Foden ជាអ្នកបញ្ចប់ទីឲ្យក្រុមបាល់ទាត់ Manchester City នាំមកទៅលើក្រុមបាល់ទាត់ Man U 1-0 ចាយពេលប្រហែល17នាទីនៅ Etihad Stadium ទៅសារ Phil Foden Jeremy Doku ពួកគាត់គៀសល្អមែនទែនហើយមានឱកាសកាត់លើកចូលក្នុងល្អទៀតណាបងការបកការរបស់ Jeremy Doku វិញវាអាចថាវាជាការធ្វេសប្រហែសរបស់កីឡាករ Man U នៅក្នុងកំឡុងពេលដែរ Doku នេះយើងឃើញ Doku នេះជ្រែកដាច់2នាក់ Doku កាត់មកប៉ុន្តែបាល់ឡងទៅវិញ Doku មានឱកាស2លើកតែបត់មកក្បាលពី Phil Foden ផុតដីអ្នកបាល់ហេងនិយាយទៅគឺបាល់ហេងហ្មង Doku កាត់លើដំបងកលិះជាកែអែមណាស់អាពៅដាច់ផុតដីអ្នកចាំទីអែមហូសមកចំណុចត្រង់នេះដាច់ផឹងតែម្ដងអូជាកេះអែមទៀតជួយមកវាកលេងមែន2លើកមើលកាត់ចូលបានកាត់ដំបងទៅជាមួយនឹងខ្សែការពារ Man City ច្រាមហើយណាច្រាម Man U ហើយព្រោះ Man City បើកឆាករដូវកាលនេះ Man City ដោតមែនតើណាហ្មងចាញ់2ឈ្នះ1 Man U ស្មើ1ឈ្នះ1ចាញ់1អញ្ចឹងយប់នេះ Man City ទៅលុតហើយលុត Man U ហើយចុះអាស្ដាយដល់ឃើញហ៎ The Killer មិញក្បាលនេះអត់ខាងលើឱកាសរបស់ក្រុមបាល់ទាត់ Manchester City ចេញពីស្លាប់ខាងឆ្វេងឱកាសរបស់ Man City សុទ្ធមកជើងបាទជួយសង្គ្រោះបានពីអ្នកចាំទីបាទឱកាសសម្រាប់ក្រុមបាល់ទាត់ Man City ល្អមែនតើមកកាត់ចេញពីខ្សែបំរើនៅស្លាប់ខាងស្ដាំរួចក៏ទាត់មកបាទជួយបានមកពីអ្នកចាំទីបាទអ្នកចាំទីរបស់ក្រុមបាល់ទាត់ Manchester United គឺកីឡាករ Bayender Bayender មានការបិទរារាំងមកពី 3-4 រូបបាទពីខាងក្រុមបាល់ទាត់ Manchester United ឥឡូវលេងខ្លីៗជាមួយនឹងក្រុមបាទផ្ទះមកខាងលើល្អណាស់ឱកាសរបស់ Man City មកជើងស្ដាំនេះបាល់ចេញទៅខាងក្រៅការសុទ្ធពីខ្សែការពារនៅស្លាប់ខាងឆ្វេងបាទលេងខ្លីៗការសង់តង់គ្នាជាមួយនឹងបាក់ខ្សែបំរើ Regender ហើយក៏ទាត់មកជើងពីខ្សែការពារ Nico Aureli មិនចំគោលដៅល្អបាទស្របពេលដែលបាល់គឺខ្លាំងមកគឺចេញទៅខាងក្រៅ Nico មកគប់ទូជាបន្តបាទលេងខ្លីៗជាមួយនឹងខ្សែការពារបាទលេខ33 Nico Aureli ឥឡូវរបស់ក្រុមបាល់ទាត់ Manchester City ឱកាសរបស់ Haaland សុំមកចូលនេះចូល2-0
ក្រុមម្ចាស់ផ្ទះ Manchester City បាទដាក់នាំមុខ2-0ទៅលើក្រុមភ្ញៀវបាទ Manchester United អូយបាទល្អមែនទែនបាទ Erling Haaland បាទជាអ្នកបាទសុទ្ធបញ្ចូលទីគ្រាប់បាល់ទី2ឲ្យក្រុម Man City ទៅលើក្រុម Manchester United មកបាទទស្សនាភាពជឿនមើលតែគ្រាប់នេះកើតឡើងដោយបាល់របៀបណា ចេញមកពីណាគ្រាប់មិនចេញមកពីណា ចេញមកពីខ្សែការពារសង់តង់គ្នាជាមួយនឹងខ្សែបម្រើឬក៏បញ្ជូនឲ្យ Erling Haaland ចាំនិយាយ reaction បន្តិចមើលចាំមើលរូបវីដេអូ highlight មើល Erling Haaland មកគឺជាអ្នកដកគ្រាប់បាល់ទី2បានសម្រាប់ក្រុម Man City ដំបូងចេញពីខ្សែការពារគប់ចោមកខាងក្នុងរួចក៏ទប់បានហើយលេងខ្លីៗបញ្ជូនមកឲ្យកីឡាករលេខ47 Phil Foden បានលេងខ្លីៗសង់តង់គ្នាជាមួយនឹងក្រុមរួចក៏បញ្ជូនឲ្យ Erling Haaland សុទ្ធបញ្ចូលទីគ្រាប់ទី2ឲ្យក្រុមម្ចាស់ផ្ទះ Man City too easy Man City តកន្លះបូក1លើកដាច់គ្រាប់តឲ្យផឹងហ្មង 2-0 Jeremy Doku បាទជាអ្នកអាស៊ីសឲ្យកីឡាករ Phil Foden Doku មែន Doku លេខ11 អត់ទេគ្រាប់បើនិយាយមែនតើទៅគ្រាប់អាគ្រាប់ Jeremy Doku ដូចអាគ្រាប់ទី1នោះដូចមិនមែន active ពីការសង់តង់ពីសំណាក់កីឡាករ4រូបផ្សេងគ្នា Jeremy Doku ទៀតបើជាអាចនឹងមែនអូតូម៉ាច់អូប៉េបថ្ងៃគាត់ថាគាត់ស្គាល់ហើយគេហៅថាជ័យជំនះឬក៏កម្មវិធីជប់លីងដ៏ធំសម្បើមនៅទីក្រុង Manchester ក្រោយពីនាំមកទៅលើ Manchester United 2-0 តង់ទី1 1-0 ធ្វើបានដោយ Phil Foden តង់ទី2មកគ្រាប់ទីដើមតង់ទី2ទៀតមែនទេបើបាទដើមតង់ Erling Haaland ម៉ាស៊ីនរកគ្រាប់បាល់គាត់ថ្ងៃមុនលេងឲ្យជម្រើសជាតិ Norway Haaland ឲ្យពី Ugarte Delay ឆាបបានទៅវិញទៀត Doku បត់មកកណ្ដាលវិញអាយយ Haaland ប៊ីសនឹង3-0បានគោបុកជាមួយនឹងបកគោទី Ngã ball à Linh thế này. ជួយមានរឿងយើងកើតឡើងបានទៀត I don't believe ប៊ីស3-0 Ugarte អាក្បាច់នេះ Delay Ồ mình offside lên mà em này. អត់ទេ Doku ទៅលេឲ្យទៅនេះអាយយចុយ Chơi. វាបកគោទីទៀត Tôi toát vào chân ơi. Haaland កុំអីនោះ3គ្រាប់បាត់ Nè. បាល់នេះបើតាក់ជើងពេលនាទីទៀតបានមិញបើតាក់ពេលនាទីទៀត ណានោះវាចាក់ខំ វាមិនពិលចូល វាទៅឡងចាញ់ទៀត Cái mình xuất à lấy nâng mong tới với cha mà cái này đấy. I sick so hard ប៉ះបកគោទីមកមិន I sick I'm sick មិនទៅជាអញ្ចឹងវិញណា មិនគួរសោះ À đâu, cô chật việc. អូយ Haaland តែបំរើបាល់លេខ16បាទទាត់មកជើងមកហ្វឡេនេះអូប៊ីសនឹងមានគ្រាប់បាល់កើតឡើងមកថយសម្រាប់ក្រុមបាល់ទាត់ Manchester United ម៉ាយដូណារ៉ូម៉ា ដូណារ៉ូម៉ាគឺមួយក្បាច់នេះគឺអែមហួសអានេះចាំទីបាទគឺល្អមែនទែន ចឹងមក Man City ទិញមកហ្នឹង បើហាហ្វឡេបាទពីបាទអែមប៊ូមូ គាត់ អាអ្នកចាំទីដូណារ៉ូម៉ាគឺលោតត្រូវខ្យល់បាល់ស្របពេលដែលដូណារ៉ូម៉ាកំពុងតែឈរចំជាមួយបាទនឹងបាទចំហរបស់គេខាងស្ដាំរបស់ក្រុមបាល់ទាត់ Manchester City លើកមកខាងអូអ្នកចាំទីបាទកីឡាករ Bayender បាទជួយសង្គ្រោះបាល់បានម៉ែបាទ counter contact របស់ Man City បាទនេះគឺល្អមែនទែនបាទសង់តង់គ្នាល្អមែនទែនបាទការកាត់មកពីបាទស្លាបខាងស្ដាំពេនមកជើងពី Haaland បាទប៉ុន្តែអ្នកចាំទីគឺចំជាមួយនឹងចំហដែរអ្នកចាំទីកំពុងតែឈរចាប់ សម្រាប់ Erling Haaland គឺគាត់ចាំតែហ្នឹងប្រុងនិយាយមកសិនមក Josko Kvado Mà mua ខ្សែការពារ អូខេបងអាយ៉ាក្រុមឆានកាឆា3-0មកហើយ Erling Haaland oh 2 goal is in the match celebrate goal 3 without reply អាយ Erling Haaland អត់មានការតដៃ អាឡៃតែនិយាយដើមគេមកផ្លើតឥឡូវនេះ Man City ដាក់3-0ទៅលើបិសាចក្រហម Manchester United គ្មានឲ្យតដៃបានទេ Erling Haaland 2គ្រាប់ម្នាក់ឯងនៅក្នុងរាត្រី Manchester Derby អូ amazing goal បាល់មិញគឺសុទ្ធដូចជាក្រោយប្រអប់ទេណែមកមើលការលេងខុសបច្ចេកទេសរបស់ អា Man U នេះអាឃ្លោកឲ្យបើកខុសទៀតណែ1-1ជាមួយអាឃ្លោក ចង់អា Haaland នឹងលឿន Haaland Harry Maguire គឺជាអ្នកផ្លត់ស្នៀតបាទត្រង់ចំណុចនេះ អាមុនហ្នឹងវាអត់កើតមែនបងតែឥឡូវវាសាំងគេហៅថាយកទោសសាំងគ្នាបង
យូតូកំហុសសាងគុណសម្បត្តិ សាគុណសម្បត្តិលោកនាងតុង បាទអូអានេះជំនាញវាបងអាបាល់សុទ្ធពីជាហៀងនេះErling Haaland លេងមួយពីណាមកលេងមួយ Haaland ចំ Haaland កពូលបឿនផង យ៉ាចឹងឆ្លៀតការនេះផងដែរបងប្អូនយើងទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាកំពុងតែរក website កំសាន្តដែលកំពុងតែឈានមុខគេនៅក្នុងប្រទេសកម្ពុជាដកលំដាក់ប្រាក់រហ័សទាន់ចិត្តគឺមានតែ Cambet 88នោះទេដែលជា website ដែលល្អក៏ដូចជាមានហាងឆេងខ្ពស់ហើយពិសេសគឺមានលោកពូជីងចក់ធ្វើជាទូសច្ឆន្ទៈឬក៏ជា brand ambassador ផងដែរហើយសេវាកម្មគឺថា24ម៉ោងលើ24ម៉ោងចាំបងប្អូនទាំងអស់គ្នាបើសិនជាចង់បង្កើត account អាចចុច link ទី2បានយ៉ាគឺជា link ខ្ញុំតមកគ្រាប់វិញយកស្វ័យរៀងឥឡូវមកឱកាសកាត់មកជាបន្តទៀតឲ្យក្រោះបានក៏បានលើកចូលឡើងឱកាសអាម៉ាដេឡូអូសុតមកទុក បានលើកទៅទុកអត់តណាឆ្ងាយឥឡូវស្រោមកចើចំ ជួយប៊ីអូយយយ កាទេមែន អូកាទេ ប៊ីនឹងមានក្របបាល់ប៉ុន្តែមិនចំគោលដៅ យ៉ាអូកាទេអាចនិយាយបានថារដូវកាលមុនគាត់បង្ហាញទម្រង់លេខល្អមែនទេតែរដូវកាលនេះដូចជាផ្លាស់ប្ដូរក្រុមយ៉ា គេក៏បានឲ្យលឿន ខ្ញុំមិនដឹងមកវាយប្រាប់លឿនឥឡូវអាកាលេពីទៅមួយ Man City អត់បានទី អើជួយសុតអត់ចូលអើយមិនដឹងនិយាយថាម៉េចមកដល់ពេលអញ្ចឹង អីមិនគេធ្វើ អកឡាក៏តាកម្រាលលេខ អាណាគេមែន Richardson នេះ Richardson Rhinus បង គាត់ហាក់បីដូចជា ជួយមកឲ្យជិតមីឌូគូក៏បានដែរឌូគូសុំមកបងអត់បានខ្ញុំមកនេះបងខ្ញុំ វាសុទ្ធចោលបាល់វិញវាទៅសុទ្ធឲ្យបាល់មួយស្មើមួយគោលមក ជុំសំដៅទី តែសំខាន់សុកអត់ចំគោល4 ទល់នឹងទៅទៀតដេឡូទម្លាក់មកឲ្យបបោឡើយឱកាសបញ្ជូនបានមកអត់ស្អស់ទេនៅតែជប់ជើងជាមួយនឹង Man U ដដែលឥឡូវសុកមកចោលពីចម្លាយអូយឱកាសគៀមិនក៏មិនសុតអាបាល់ឆ្ងាយអាបាល់ដែលពិបាកតែយ៉ាងណាមិញការប៉ុនប៉ងវិញនេះនឹងមានភាពជោគជ័យដែរនេះមកជើងនេះកោងល្អអ្នកចាំទីក៏លុបមិនដល់ដែរដូណារ៉ូម៉ាយ៉ាងក៏ប៉ុន្តែខុស ដៃឡូអាម៉ាត់ដៃឡូជាមួយនឹងមួយស្នើកឹបមួយអាម៉ាត់ដៃឡូកាត់ចូលអានោះវាទៅទាត់ចេញទៅក្រៅអីណាមកកន្លះកោលេខ19អំបោមក 3-4 ដងហើយសម្រាប់ក្រុម Manchester United នៅមុខទីរបស់ក្រុមបាល់ទាត់ Man City តែយ៉ាងណាមិញបាល់មិញគឺreflect ជាមួយនឹងអំបូម៉ូហើយក៏ប៉ះឡងទៅប៊ីចូលទីនេះប៉ះជើងជាមួយនឹងដូណារ៉ូម៉ាចេញទៅខាងក្រៅនេះចេញខាងក្រៅបានចំណេញ corner kick មួយដែរ កឹបចុះកឹបឡើងដូចក៏មានឱកាសកាត់ចូលមកខាងក្នុងល្អមែនទែន មកសុទ្ធ អូប៉ះមួយនឹងអ្នកចាំទី ប៉ះហ្មងវាលឿន ប៉ះមួយអ្នកចាំទី អាម៉ាដេឡូសោកស្ដាយគេ បាល់លឿនខ្លាំងនេះឯងបាល់នេះហៅទៅ ជាជើងមិនទាន់ចំ បាទ ណាយ ជួយបន្តសម្រាប់ក្រុមបាល់ទាត់ Manchester United បាទរាប់រងដោយកីឡាករលេខ19អំបូម៉ូអានេះខ្សែការពារ Harry Maguire កំពុងតែឡើងទៅតែដែរបាទប្រាប់ទៅកាន់មើលក្រុមសិន លើកបាល់ទៀតមកគេដាក់គេវាយដាច់ខាងលើនេះអាឃ្លោកត្រៀមនឹងតែតលើកមកឱកាសរបស់ Manchester ផ្ទះចេញពីអ្នកចាំទីបាច់អូយនឹងប៊ីនឹងមានគ្រាប់បាល់កើតឡើងមកសម្រាប់ការបដូរចូលប៉ុន្តែមិនបានសំណាងទេបាទសម្រាប់កីឡាករ Casemiro ក្នុងការរកគ្រាប់បាល់បើសិនជាប៉ះមិញចូលក៏មិនបានទេយ៉ាបាល់អបសាយបាត់ហើយគាត់ឈោនៅខាងលើតែឯងមិញមករូបភាពបាល់ហើយមក ផ្ទះចេញ ខ្សែកាពីមកឡើងមកលឿនអូអត់អបសាយទេនេះនោះសាក់ដល់មួយយយ តែបាល់មិនសិនជាចូលអាចនឹងមានគ្រាប់បាល់ហើយ ជួយស៊ីផ្លាស់ជើង ចូលតែបាល់លឿនមកកាស៊ីម៉ូពេនក៏អត់ពេញចិត្តឡូ1-2ជាមួយនឹងខ្សែការពារបាទលើកជាបន្តតែបាល់ចេញពីខ្សែការពារឱកាសសុទ្ធមកចេះអូប៊ីនឹងមានគ្រាប់បាល់កើតឡើងហើយប៉ុន្តែសុទ្ធនេះមិនដឹងសុទ្ធទៅណាទេ អញខ្សែការ ក្រុមបាល់ទាត់ Manchester United ទៅរកបាល់អាណាល្អជាងនឹងទៀតនេះ លើកមកឡើងដូចផ្កា នេះប៉ុន្តែគាត់ទប់មកសុទ្ធអត់ពេញជើងបាទចេញទៅខាងក្រៅ ចោលយើងសេវសង្ឃឹមគេលោករញ៉ាកដាលលើកដៃចង្អុលទៅទីលានមានន័យថាការប្រកួតគឺត្រូវបានបញ្ចប់ហើយលទ្ធផលជាផ្លូវការសម្រាប់ការប្រកួត London Derby London Derby Manchester Derby ទទួលបានលទ្ធផលជាផ្លូវការហើយរបស់យើងគឺ Manchester City យកជ័យជំនះក៏ដូចជាដណ្ដើមបាន3ពិន្ទុនៅក្នុងសប្តាហ៍ទី4ទៅលើបិសាចក្រហម Manchester United ក្នុងលទ្ធផល3-0